បន្ទាប់ពីពួកគេបានធ្វើបដិវត្តន៍ផ្ដួលរំរបបស្ដេចមូហាម៉ាត់រ៉ាហ្សាប៉ាឡូវីរួចមកនៅក្នុងឆ្នាំ1979តើពួកគេនឹងធ្វើការជាមួយគ្នាយ៉ាងដូចម្តេចតើលោក Ruhollah Khomeini នឹងដឹកនាំប្រទេសដោយរបៀបណាសូមសន្តាប់នៅភាគ2នៃប្រវត្តិបដិវត្តន៍អ៊ីរ៉ង់ដូចតទៅដំបូងឡើយលោក Khomeini សន្យាថានឹងមានប្រព័ន្ធមួយដែលគោរពគ្រប់មាគ៌ាទាំងអស់គាត់និយាយអំពីលទ្ធិប្រជាធិបតេយ្យការបោះឆ្នោតនិងការតំណាងប្រជាជនអ៊ីរ៉ង់ជាច្រើនជាពិសេសពួកសេរីនិយមនិងកណ្ដាលនិយមដែលគាំទ្រគាត់ជឿថាលោកអាយ៉ាតុលឡានឹងត្រួតពិនិត្យការផ្លាស់ប្ដូរទៅជាប្រព័ន្ធប្រជាធិបតេយ្យដ៏យុត្តិធម៌មួយជាមូលដ្ឋានពួកគេកំពុងកុហកខ្លួនឯងដោយងងឹតងងល់ដោយសេចក្តីរីករាយនៃជ័យជំនះនិងតម្រូវការអស់សង្ឃឹមរបស់ពួកគេក្នុងការជឿថាការលះបង់នោះមានតម្លៃលោក Khomeini មានចក្ខុវិស័យជាក់លាក់មួយសម្រាប់អ៊ីរ៉ង់ដែលមិនរាប់បញ្ចូលការចែករំលែកអំណាចជាមួយអ្នកម៉ាកនិយមពួកសេរីនិយមឬនរណាម្នាក់ដែលមិនប្រកាន់ខ្ជាប់យ៉ាងពេញលេញនៅការបកស្រាយរបស់គាត់អំពីសាសនាអ៊ីស្លាមស៊ីអ៊ីតហើយគាត់មានឆន្ទៈដ៏រឹងមាំក្នុងការដាក់វាក្នុងតម្លៃណាមួយនៅថ្ងៃទី31 ខែមីនា ឆ្នាំ1979ការធ្វើប្រជាមតិមួយត្រូវបានធ្វើឡើងដើម្បីសម្រេចថាតើអ៊ីរ៉ង់គួរតែក្លាយជាសាធារណរដ្ឋអ៊ីស្លាមឬអត់ពាក្យនេះមានភាពមិនច្បាស់លាស់ដោយចេតនាស្ទើរតែគ្មាននរណាម្នាក់ដឹងច្បាស់លាស់ពីអត្ថន័យរបស់វានោះទេសញ្ញាឆ្នោតផ្ដល់ជំរើសតែពីរប៉ុណ្ណោះបាទចាស់ឬទេចំពោះសាធារណរដ្ឋអ៊ីស្លាមគ្មានជំរើសសម្រាប់ទម្រង់សាធារណរដ្ឋផ្សេងទៀតសម្រាប់រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញឬសម្រាប់អ្វីទាំងអស់វាជាការផ្ដល់ជំរើសទទួលយកឬចាក់ចេញលទ្ធផលប្រកាសផ្លូវការ 98.2% គាំទ្រការយល់ព្រមដែលជាតួលេខមិនសមហេតុផលតែស័ក្តិសមសម្រាប់ការបោះឆ្នោតក្នុងរបបផ្ដាច់ការក្លែងបន្លំដ៏ធំការគំរាមកំហែងការបោះឆ្នោតដ៏ច្រើនប៉ុន្តែវាក៏ជាការពិតដែលថាប្រជាជនអ៊ីរ៉ង់ភាគច្រើនបោះឆ្នោតយល់ព្រមដោយស្មោះអ្នកខ្លះដោយសារតែពួកគេទុកចិត្តលើលោក Khomeini ហើយអ្នកខ្លះទៀតដោយសារតែខ្លាចផលវិបាកនៃការដាក់ឈ្មោះអ្នកខ្លះទៀតដោយសារតែគ្រាន់តែចង់បង្វែរពីរបបប្រជានិយមទៅជាអ្វីមួយផ្សេងឥឡូវនេះអ៊ីរ៉ង់គឺជាសាធារណរដ្ឋអ៊ីស្លាមជាផ្លូវការប៉ុន្តែតើវាមានន័យយ៉ាងណាក្នុងន័យជាក់ស្ដែងចម្លើយនឹងបង្ហាញនៅពេលបន្តិចទៀតហើយសម្រាប់មនុស្សជាច្រើនដែលគាំទ្របដិវត្តន៍វានឹងក្លាយជារឿងដ៏គួរឲ្យភ័យខ្លាចមួយការកសាងលទ្ធិទេវនិយមសណ្ដាប់ធ្នាប់ថ្មីប៉ុន្មានខែបន្ទាប់ពីការធ្វើប្រជាមតិបង្ហាញបន្តិចម្ដងនៅលក្ខណៈពិតនៃរបបរបស់លោក Khomeini នៅខែធ្នូឆ្នាំ1979រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានព្រៀងនិងអនុម័តវាបញ្ជាក់ពីគោលការណ៍នៃវិតអេលហ្វីដែលជាច្បាប់របស់អ្នកច្បាប់អ៊ីស្លាមវាបង្កើតប្រព័ន្ធនយោបាយដែលមិនធ្លាប់មានពីមុនមកនៅក្នុងពិភពលោកសម័យទំនើបដែលជាលទ្ធិប្រជាធិបតេយ្យដែលអំណាចពិតប្រាកដមិនមែនស្ថិតនៅក្នុងមន្ត្រីជាប់ឆ្នោតនោះទេប៉ុន្តែស្ថិតក្នុងបុព្វជិតសាសនានៅកំពូលនៃពីរ៉ាមីតនេះគឺជាមេដឹកនាំកំពូលដែលជាងាររបស់លោក Khomeini បានបង្កើតសម្រាប់ខ្លួនឯងមេដឹកនាំកំពូលមានសិទ្ធិវេតូលើការសម្រេចចិត្តទាំងអស់របស់រដ្ឋាភិបាលគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធតែងតាំងចៅក្រមខ្ពស់បំផុតនិងអាចបណ្ដេញប្រធានាធិបតីជាប់ឆ្នោតចេញប្រសិនបើគាត់យល់ថាចាំបាច់នេះគឺជាអំណាចស្ទើរតែដាច់ខាតដែលកំណត់ដោយតម្រូវការដើម្បីរក្សាយ៉ាងហោចណាស់ការគាំទ្រពីប្រជាជននិងសាសនានៅក្រៅមេដឹកនាំកំពូលមានប្រធានាធិបតីជាប់ឆ្នោតនិងសភាគឺសភា Majlis ប៉ុន្តែបេក្ខជនទាំងអស់ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអាណាព្យាបាលដែលជាស្ថាប័នមួយដែលមានអ្នកប្រាជ្ញនិងអ្នកច្បាប់អ៊ីស្លាមដែលអាចរារាំងការឈរឈ្មោះណាមួយឬច្បាប់ណាមួយដែលចាត់ទុកថាផ្ទុយនឹងសាសនាអ៊ីស្លាមរូបរាងលទ្ធិប្រជាធិបតេយ្យនេះលាក់បាំងការពិតខាងទេវវិទ្យាអតីតសម្ព័ន្ធមិត្តរបស់លោកកាម៉ាណៃដែលមិនមែនជាអ្នកប្រាជ្ញអ៊ីស្លាមអភិរក្សនិយមបានដឹងបន្តិចម្ដងថាពួកគេត្រូវបានគេរៀបចំហើយលោកមេឌីបាហ្សាហ្គាន់នាយករដ្ឋមន្ត្រីកម្រិតមធ្យមដែលត្រូវបានតែងតាំងដោយ Khomeini ជាយាមរក្សារដ្ឋាភិបាលដែលមានមុខពីរនិងសមហេតុផលប៉ុន្តែគាត់ត្រូវបានបំផ្លាញឥតឈប់ឈរដោយគណៈកម្មាធិការបដិវត្តន៍នៃក្រុមអ្នកការពារអ៊ីស្លាមដែលធ្វើសកម្មភាពដោយមានការជូនពរយ៉ាងស្ងៀមស្ងាត់របស់លោក Khomeini គណៈកម្មការទាំងនេះចាប់ខ្លួនអ្នកដែលពួកគាត់ចាត់ទុកថាជាសត្រូវនៃបដិវត្តន៍រឹបអូសទ្រព្យសម្បត្តិដាក់ក្រមសម្លៀកបំពាក់អ៊ីស្លាមនិងជាទូទៅបំផិតបំភ័យប្រជាជន
ការប្រហារជីវិតចាប់ផ្ដើមស្ទើរតែភ្លាមបន្ទាប់ពីបដិវត្តន៍ឧត្តមសេនីយ៍និងមន្ត្រីកំពូលនៃរបបប្រជានិយមត្រូវបានកាត់ទោសដោយតុលាការបដិវត្តន៍ជនជាប់ចោទត្រូវបានផ្ដល់ពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះដើម្បីការពារខ្លួនมันមានការប្តឹងឧទ្ធរណ៍ទេហើយការកាត់ទោសប្រហារជីវិតត្រូវបានអនុវត្តនៅនឹងកន្លែងជាញឹកញាប់នៅពេលព្រឹកព្រលឹមថ្ងៃបន្ទាប់បូជាចារ្យដែលធ្វើជាអធិបតីលើសវនាការជាច្រើនទាំងនេះគឺលោកឡាយ៉ាតុឡាសាដេកុលខាលីរីករាយនឹងទួនាទីរបស់គាត់ដោយអួតអាងជាសាធារណៈអំពីចំនួនសត្រូវរបស់ព្រះដែលគាត់បានបញ្ជូនទៅកាន់មរណភាពមនុស្សរាប់រយនាក់បន្ទាប់មករាប់ពាន់នាក់ត្រូវបានប្រហារជីវិតមិនត្រឹមតែមន្ត្រីជាន់ខ្ពស់នៃរបបចាស់ប៉ុណ្ណោះទេប៉ុន្តែក៏មានឈ្មួញដែលត្រូវបានចោទប្រកាន់ពីបទស្មានទុកជាមុនផងដែរស្ត្រីដែលត្រូវបានចោទប្រកាន់ពីបទបេស្យាជនជាតិភាគតិចខាងសាសនាដែលត្រូវបានចោទប្រកាន់ពីបទពុករលួយនៅលើផែនដីនិងអ្នកណាដែលអំណាចថ្មីចាត់ទុកថាជាការគំរាមកំហែងនិងអ្នកត្រូវកាន់កាប់ជំនួសការប្រហារជីវិតធ្វើឡើងនៅពន្ធនាគារជាកន្លែងដែលក្រុមសាវកធ្លាប់ធ្វើទារុណកម្មដល់អ្នកប្រឆាំងមុនឥឡូវនេះមានអ្នកប្រហារជីវិតថ្មីប៉ុន្តែវិធីសាស្ត្រខុសខើដូចគ្នាស្ត្រីដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្ដួលរំលំរបបស្ដេចបានដឹងថាបដិវត្តន៍ដែលពួកគេបានជួយបង្កើតឥឡូវនេះចាត់ទុកពួកគេជាពលរដ្ឋថ្នាក់ទី2ទៅវិញស្បៃមុខបានក្លាយជាកាតព្វកិច្ចដំបូងឡើយលោកកូមីនីបាននិយាយថាវាជាជំរើសផ្ទាល់ខ្លួនប៉ុន្តែនៅក្នុងខែមីនា1979ត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីដណ្ដើមអំណាចបានលោកបានប្រកាសថាស្ត្រីទាំងអស់ដែលធ្វើការនៅក្នុងការិយាល័យរដ្ឋាភិបាលត្រូវតែប្រើស្បៃគ្របក្បាលរបស់ពួកគេបន្ទាប់មកស្ត្រីបានដើរចេញតាមដងផ្លូវជាវងដោយស្រែកថាសេរីភាពមិនមែនជារបស់លោកខាងកើតឬលោកខាងលិចទេវាជាសកលបាតកម្មទាំងនេះត្រូវបានវាយប្រហារដោយហិង្សាដោយក្រុមបរិសុទ្ធអ៊ីស្លាមដែលប្រដាប់ដោយកាំបិតនិងច្រវាក់ខណៈពេលដែលប៉ូលីសមិនអើពើជួយឡើយរបបនេះបានគាំទ្រជាបណ្ដោះអាសន្នលើការអនុវត្តច្បាប់ស្លៀកពាក់យ៉ាងតឹងរ៉ឹងបំផុតប៉ុន្តែជាសារបង្ហាញច្បាស់លាស់ថាស្ត្រីនឹងមិនមានសិទ្ធិដូចមនុស្សជាច្រើនសង្គមនោះទេយូរទៅស្បែកគ្របមុខបានក្លាយជាកាតព្វកិច្ចស្របច្បាប់ហើយការល្បាតសិលធម៌និងយាយីទៅលើស្ត្រីនៅតាមដងផ្លូវប្រសិនបើពួកគេមិនគ្របមុខដោយស្បែកឲ្យបានត្រឹមត្រូវទេនោះក្រុមឆ្វេងនិយមដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំការតវ៉ាប្រឆាំងនឹងស្ដេចក៏បានដឹងដែរថាគ្មានកន្លែងសម្រាប់ពួកគេក្នុងសាធារណរដ្ឋអ៊ីស្លាមថ្មីនោះទេអង្គការប្រជាជនមូចាហៃឌីននៃមេកាដែលជាអង្គការមួយដែលលាយបញ្ចូលគ្នារវាងអ៊ីស្លាមនិយមនិងម៉ាកនិយមដំបូងឡើយបានគាំទ្រលោកកូមីនីប៉ុន្តែឆាប់រហ័សបានคล้ายទៅជាការខកចិត្តទៅវិញក្រុមម៉ាកនិយមនិងសង្គមនិយមផ្សេងទៀតបានប្រឆាំងនឹងគាត់កាន់តែបើកចំហរបបនេះបានឆ្លើយតបដោយការគៀបសង្កត់យ៉ាងឃោរឃៅដូចជាការចាប់ខ្លួនការធ្វើទរណកម្មនិងការប្រហារជីវិតដោយមនុស្សរាប់ពាន់នាក់ប្រជាជនភាគតិចសាសនាក៏រងទុក្ខដែរជនជាតិបាហាយដែលមានដើមកំណើតនៅប្រទេសអ៊ីរ៉ង់ក្នុងសតវត្សទី19ត្រូវបានគេធ្វើទុកបុកម្នេញជាពិសេសពីព្រោះសាសនាអ៊ីស្លាមស៊ីអ៊ីតចាត់ទុកពួកគេថាជាអ្នកខុសឆ្គងមេដឹកនាំរបស់ពួកគេត្រូវបានប្រហារជីវិតទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានរឹបអូសនិងប្រាសាទរបស់ពួកគេត្រូវបានបំផ្លាញជនជាតិខឺនៅភាគខាងលិចនៃប្រទេសបានងើបឡើងហើយទាមទារស្វ័យភាពពួកគេត្រូវបានកំទេចដោយកងទ័ពបដិវត្តន៍ជនជាតិអារ៉ាប់នៃខេត្តគូសេស្ថានទទួលរងនឹងការរើសអើងនិងការគៀបសង្កត់ក្នុងខែវិច្ឆិកា1979ព្រឹត្តិការណ៍មហន្តរាយមួយបានជំរុញឲ្យអ៊ីរ៉ង់ចូលទៅក្នុងភាពឯកាអន្តរជាតិកាន់តែខ្លាំងឡើងនិងធ្វើឲ្យបដិវត្តន៍កាន់តែរីករាលដាលនៅថ្ងៃទី4វិច្ឆិកានិស្សិតអ៊ីស្លាមបានវាយលុកស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងតេរ៉ង់ហើយចាប់ចំណាត់ខ្មាំង52នាក់ដោយទាមទារឲ្យទីក្រុងវ៉ាស៊ីនតោនធ្វើបច្ចាប័នស្ដេចដែលត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកសម្រាប់ការព្យាបាលជំងឺមហារីកនិស្សិតជឿថាកូមីនីនឹងបញ្ជាឲ្យដោះលែងចំណាត់ខ្មាំងបន្ទាប់ពី 2-3 ថ្ងៃដែលជាកាយវិការនិមិត្តរូបនៃការតវ៉ាប៉ុន្តែលោកកូមីនីបានឃើញឱកាសនយោបាយដ៏អស្ចារ្យមួយបានគាំទ្រការចំណាប់ខ្មាំងដោយហៅថាជាបដិវត្តន៍លើកទី2ដែលសំខាន់ជាងការដួលរលំរបបប្រជានិយមទៅទៀតពីព្រោះវាតំណាងឲ្យការបែកបាក់ទាំងស្រុងរបស់អ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិកនាយករដ្ឋមន្ត្រីបាហ្សាកាន់ដែលមានការភ័យរន្ធត់ចំពោះការរំលោភច្បាប់អន្តរជាតិនេះបានលាលែងពីតំណែងភ្លាមៗដើម្បីតវ៉ាលោកកូមីនីមិនបានខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលឲ្យគាត់នៅទេពីព្រោះលោកមិនត្រូវការអ្នកកាន់អំណាចកណ្ដាលទៀតឡើយវិបត្តិចំណាប់ខ្មាំងបានឈានដល់រយៈពេល444ថ្ងៃគ្របដណ្ដប់លើគោលនយោបាយរបស់អាមេរិកនិងបំផ្លាញតំណែងប្រធានាធិបតីរបស់លោក Jimmy Carter ចំណាប់ខ្មាំងនឹងត្រូវបានដោះលែងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីការស្បត់ចូលកាន់តំណែងរបស់ប្រធានាធិបតី Ronald Reagan ក្នុងខែមករា1981
ពេញមួយរយៈនោះអ៊ីរ៉ង់ត្រូវបានបង្ហាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថាជាប្រទេសដែលមានអ្នកជ្រុលនិយមមិនសមហេតុផលដែលជំរុញឲ្យមានគំរូដូចរបបមុននិងការយល់ច្រឡំគ្នាទៅវិញទៅមករាប់ទសវត្សរ៍នៅក្នុងប្រទេសអ៊ីរ៉ង់វិបត្តិចំណាប់ខ្មាំងបានអនុញ្ញាតឲ្យលោកកូមីនីពង្រីកអំណាចរបស់គាត់ដោយលុបបំបាត់ការប្រឆាំងទាំងអស់អ្នកណាដែលសួរនាំអំពីការចំណាប់ខ្មាំងត្រូវបានថ្កោលទោសថាជាអ្នកគាំទ្រអាមេរិកថាជាជនក្បត់ជាតិការភ័យខ្លាចคล้ายជារីករាលដាលជនជាតិអ៊ីរ៉ង់រៀនគ្រប់គ្រងខ្លួនឯងមិនទុកចិត្តអ្នកជិតខាងហើយប្រកាន់គំនិតរបស់ខ្លួននៅឆ្នាំ1980របបនេះបានបង្កើតស្ថាប័នមួយដើម្បីគៀបសង្កត់អ្នកប្រឆាំងទាំងអស់ដែលខ្លួនត្រូវការកងឆ្មាំបដិវត្តអ៊ីស្លាមដែលដំបូងឡើយត្រូវបានបង្កើតឡើងជាកងជីវពលបដិវត្តបានក្លាយជាកងកម្លាំងយោធាស្របគ្នាទៅនឹងកងទ័ពធម្មតាប៉ុន្តែមានភក្តីខ្លាំងជាងចំពោះរបបនេះតុលាការបដិវត្តបានបន្តដំណើរការដោយប្រហារជីវិតមនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំអង្គការស៊ើបការសម្ងាត់ថ្មីមួយគឺវ៉ាក់បានជំនួសសាវ៉ាក់ជាឧបករណ៍ឃ្លាំមើលនិងគៀបសង្កត់របស់រដ្ឋបដិវត្តអ៊ីរ៉ង់បានបញ្ចប់ការផ្លាស់ប្ដូររបស់ខ្លួនពីចលនាពេញនិយមចម្រុះដែលបានផ្ដួលរលំមេដឹកនាំផ្ដាច់ការហើយបានក្លាយជាប្រព័ន្ធមួយដែលបានបង្កើតរបបផ្ដាច់ការខាងលទ្ធិប្រជាធិបតេយ្យដែលគៀបសង្កត់ស្មើគ្នាដោយគ្រាន់តែមានមនោគមវិជ្ជាខុសគ្នាតែប៉ុណ្ណោះជនជាតិអ៊ីរ៉ង់ជាច្រើនដែលបានប្រថុយជីវិតរបស់ពួកគេដើម្បីផ្ដួលរំលំរបបស្ដេចមានការភ័យរន្ធត់ចំពោះអ្វីដែលពួកគេបានជួយបង្កើតមកឡើងប៉ុន្តែវាយឺតពេលទៅហើយព្រោះរបបថ្មីនេះចាប់ផ្ដើមមានស្ថិរភាពហើយការប្រឆាំងទាំងអស់ត្រូវបានកំទេចយ៉ាងឃោរឃៅបន្ទាប់មកទោះបីជាអ៊ីរ៉ង់ជាប់គាំងនៅក្នុងភាពវឹកវរផ្ទៃក្នុងក៏ដោយការគៀបសង្កត់និងភាពឯកាអន្តរជាតិក៏ដោយព្រឹត្តិការណ៍មួយកើតឡើងដែលនឹងបង្រួបបង្រួមរបបកុម្មុយនីតាមរបៀបដែលគ្មាននរណាអាចមើលឃើញទុកជាមុនគឺការឈ្លានពានរបស់សាដាមហ៊ុនសេនសង្គ្រាមដែលបានពង្រីកពង្រឹងបដិវត្តឡើងអ៊ីរ៉ង់ទល់នឹងអ៊ីរ៉ាក់ថ្ងៃទី22កញ្ញា1980កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ឆ្លងកាត់ព្រំដែនអ៊ីរ៉ង់ក្នុងការឈ្លានពានដ៏ធំមួយដែលបង្កឲ្យមានអ្វីដែលនឹងក្លាយជាសង្គ្រាមបង្ហូរឈាមនិងឃោរឃៅបំផុតមួយនៅពាក់កណ្ដាលទី2នៃសតវត្សទី20សាដាមហ៊ូសេនមេដឹកនាំផ្ដាច់ការអ៊ីរ៉ាក់ជឿថាអ៊ីរ៉ង់ខ្សោយនិងគ្មានរបៀបរៀបរយបន្ទាប់ពីបដិវត្តកងទ័ពមួយត្រូវបានបណ្ដេញចេញនៅមន្ត្រីមានសមត្ថកិច្ចរបស់ខ្លួននិងសេដ្ឋកិច្ចមួយស្ថិតក្នុងភាពវឹកវរទាំងស្រុងគាត់ជឿជាក់ថាគាត់អាចដណ្ដើមយកខេត្តគូសេស្ថានដែលសម្បូរព្រេងក្នុងរយៈពេល 2-3 សប្តាហ៍ហើយប្រហែលជាថែមទាំងផ្ដួលរលំរបបលោកកូមីនីបានទៀតផងភរិយារបស់គាត់មានការយល់ច្រឡំយ៉ាងសោកសៅដោយការឈ្លានពានរបស់អ៊ីរ៉ាក់មិនបានបំផ្លាញបដិវត្តអ៊ីរ៉ង់ទេតែបែរជាបានជួយសង្គ្រោះរបបនោះទៅវិញភ្លាមនោះការបែកបាក់ផ្ទៃក្នុងការតស៊ូអំណាចការខកចិត្តទាំងអស់ជាមួយរបបថ្មីរបស់កូមីនីត្រូវបានបំភ្លេចចោលដោយរួបរวมគ្នាគិតពីភាពចាំបាច់នៃការការពារមាតុភូមិប្រឆាំងនឹងអ្នកឈ្លានពានបរទេសទៅវិញលោកកូមីនីជាមួយនឹងទេពកោសល្យនយោបាយរបស់គាត់បានរៀបចំសង្គ្រាមឡើងវិញភ្លាមវាលែងជាអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីរ៉ាក់ទៀតហើយប៉ុន្តែជាសាសនាអ៊ីស្លាមប្រឆាំងនឹងភាពមិនស្មោះត្រង់បដិវត្តអ៊ីស្លាមប្រឆាំងនឹងកម្លាំងអាក្រក់ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនិងមហាអំណាចលោកខាងលិចលោកកូមីនីត្រូវបានប្រជាជននៅក្នុងប្រទេសគ្រប់គ្រងគាត់ទៅវិញពីព្រោះតែសហរដ្ឋអាមេរិកអារ៉ាប៊ីសាអូឌីតគុយវ៉េតនិងរដ្ឋនៅឈូងសមុទ្រអារ៉ាប់ផ្សេងទៀតបានគ្រប់គ្រងអ៊ីរ៉ាក់ដោយផ្ដល់អាវុធចារកម្មនិងមូលនិធិជាច្រើនពួកគេមើលឃើញសង្គ្រាមនេះជាឱកាសមួយដើម្បីធ្វើឲ្យចុកខ្សោយឬសូម្បីតែបំផ្លាញបដិវត្តអ៊ីរ៉ង់មុនពេលវាបំផុសគំនិតចលនាស្រដៀងគ្នានៅក្នុងស្រុកសហភាពសូវៀតក៏បានគ្រប់គ្រងអ៊ីរ៉ាក់ដែរទោះបីជាដោយសម្ងាត់ក៏ដោយសាដាមហ៊ូសេនទទួលបានអាវុធទំនើបរួមទាំងអាវុធគីមីដែលគាត់នឹងប្រើប្រាស់ដោយគ្មានការរើសអើងប្រឆាំងនឹងទាហាននិងជនស៊ីវិលអ៊ីរ៉ង់ឆ្លើយតបដោយរលកនៃអ្នកស្ម័គ្រចិត្តវ័យក្មេងដែលភាគច្រើនជាក្មេងជំទង់ដែលលះបង់ខ្លួនឯងប្រឆាំងនឹងទីតាំងអ៊ីរ៉ាក់ដែលមានកំពែងរឹងមាំដោយមានជំនឿនឹងប្រើកាំភ្លើងអាកាសតែប៉ុណ្ណោះប៉ាស៊ីឌីដែលជាកងជីវពលស្ម័គ្រចិត្តសាសនាបានក្លាយជាចំណីកំភ្លើងធំនៃសង្គ្រាមមានរឿងរ៉ាវដ៏គួរឲ្យភ័យខ្លាចចំពោះកុមារអាយុ12និង13ឆ្នាំឆ្លងកាត់ចំការមីនដើម្បីបើកផ្លូវសម្រាប់កងទ័ពធម្មតាដោយពាក់សោផ្លាស្ទិកនៅនឹងករបស់ពួកគេដែលមានន័យថាបើកទ្វារឋានសួគ៌សង្គ្រាមនេះមានភាពឃោរឃៅស្ទើរតែដូចនៅមជ្ឈិមសម័យដូចនោះដែរអ៊ីរ៉ាក់ប្រើអូស្មန်ជីវសាស្ត្រនិងអូស្មန်សរសៃប្រសាទដែលជាអាវុធគីមីហាមឃាត់ប្រឆាំងនឹងរលកនៃទាហានអ៊ីរ៉ង់រូបភាពនៃយុវជនអ៊ីរ៉ង់ដែលមានសួតឆេះស្បែករលាកខ្វាក់ភ្នែកដោយសារអូស្មန်ពុលបានបង្ហាញភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមដ៏ធំដែលពិភពលោកភាគច្រើនមិនអើពើពីព្រោះអ៊ីរ៉ង់ជាប្រទេសដែលអន្តរជាតិមើលងាយទីក្រុងនានារបស់អ៊ីរ៉ង់ត្រូវបានទម្លាក់គ្រាប់បែកជាប្រចាំជនស៊ីវិលរាប់រយពាន់នាក់បានស្លាប់ឬត្រូវបានផ្លាស់ប្ដូរទីលំនៅ
ប៉ុន្តែសង្គ្រាមក៏ជំរុញជាតិនិយមអ៊ីរ៉ង់តាមរបៀបមួយដែលលោកខូមីនីមិនអាចសម្រេចបានក្នុងពេលសន្តិភាពជនជាតិអ៊ីរ៉ង់មកពីគ្រប់មជ្ឈដ្ឋានសូម្បីតែអ្នកដែលស្អប់របបអ៊ីស្លាមក៏ដោយក៏មកជួបជុំគ្នាដើម្បីការពារប្រទេសរបស់ពួកគេដែរសង្គ្រាមបង្កើតចំនួនអតីតយុទ្ធជនស្មោះត្រង់នឹងរបបនេះជាចំនួនមួយដែលបានលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់បដិវត្តន៍ហើយនឹងមិនអនុញ្ញាតឲ្យវាត្រូវបានផ្ដួលរំលំនោះឡើយឆ្មាំបដិវត្តន៍ដែលដំបូងឡើយត្រូវបានបណ្ដុះបណ្ដាលជាកម្លាំងបង្ក្រាបផ្ទៃក្នុងត្រូវបានផ្លាស់ប្ដូរទៅជាកងទ័ពដ៏ខ្លាំងក្លាមួយដែលមានបទពិសោធន៍ក្នុងសមរភូមិនៅឆ្នាំ1982អ៊ីរ៉ង់បានបណ្ដេញកងកម្លាំងអ៊ីរ៉ាក់ចេញពីទឹកដីរបស់ខ្លួនទាំងស្រុងនេះគឺជាពេលវេលាដ៏សំខាន់មួយដែលអ៊ីរ៉ង់បានប្រកាសជ័យជំនះនិងចរចាសន្តិភាពប៉ុន្តែលោកខូមីនីដែលស្រវឹងដោយភាពជោគជ័យផ្នែកយោធានិងជឿជាក់ថាព្រះជាម្ចាស់នៅខាងគាត់បានសម្រេចចិត្តបន្តសង្គ្រាមដោយឈ្លានពានប្រទេសអ៊ីរ៉ាក់ដោយមានគោលបំណងច្បាស់លាស់គឺរំដោះក្រុងយេរូសាឡឹមតាមរយៈខាបាឡាផ្ដួលរំលំលោកសាដាមហ៊ូសេននិងបង្កើតសាធារណរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ការសម្រេចចិត្តនេះបានផ្លាស់ប្ដូរអ្វីដែលអាចជាជ័យជំនះការពារជាតិទៅជាគ្រោះមហន្តរាយដ៏យូរអង្វែងសម្រាប់រយៈពេល6ឆ្នាំបន្ទាប់យុវជនអ៊ីរ៉ង់រាប់រយពាន់នាក់បានស្លាប់នៅក្នុងការវាយប្រហារនៅសមរភូមិជារឿយៗធ្វើអត្តឃាតប្រឆាំងនឹងទីតាំងអ៊ីរ៉ាក់ដែលមានការពារយ៉ាងខ្លាំងក្រោមការហាមឃាត់អន្តរជាតិអ៊ីរ៉ង់ខ្វះអាវុធទំនើបនិងគ្រឿងបន្លាស់សម្រាប់យោធូបករណ៍របស់ខ្លួនដែលទទួលមរណៈពីសម័យរបស់រាជានិយមទាហានអ៊ីរ៉ង់វ័យក្មេងបានប្រឈមមុខនឹងរថក្រោះអ៊ីរ៉ាក់ដែលមានរ៉ុកែតនិងយន្តហោះចម្បាំងដែលមានតែកាំភ្លើងប្រឆាំងយន្តហោះប៉ុណ្ណោះសង្គ្រាមបានបញ្ចប់នៅឆ្នាំ1988មិនមែនដោយជ័យជំនះរបស់ភាគីណាមួយទេតែដោយភាពអស់កម្លាំងទៅវិញទៅមកលោកខូមីនីទទួលយកបទឈប់បាញ់ដែលគាត់ប្រៀបធៀបទៅនឹងការផឹកថ្នាំពុលមនុស្សជាង1លាននាក់បានស្លាប់ប្រហែលជាច្រើនជាងនេះហើយសេដ្ឋកិច្ចនៃប្រទេសទាំងពីរត្រូវបានបំផ្លាញយ៉ាងណាក៏ដោយសម្រាប់របបអ៊ីរ៉ង់សង្គ្រាមនេះមានប្រយោជន៍ផ្ទុយទៅវិញវាបានពង្រីកអំណាចលុបបំបាត់គូប្រជែងបង្កើតរឿងរ៉ាវនៃការតស៊ូដ៏អង់អាចក្លាហានសម្រាប់ពិភពលោកនិងបានកសាងស្ថាប័នដូចជាកងឆ្មាំបដិវត្តន៍អ៊ីស្លាមដែលនឹងក្លាយជាកត្តាចាំបាច់ក្នុងការរក្សារបបនេះអស់រយៈពេលជាច្រើនទសវត្សរ៍សង្គ្រាមក៏បានធ្វើឲ្យបដិវត្តន៍អ៊ីរ៉ង់លេចរូបរាងឡើងតាមរបៀបដែលមិននឹកស្មានដល់ផងដែរក្នុងអំឡុងពេលចំនួនអ៊ីរ៉ង់បានបង្កើតក្រុមជីវពលកាប៊ូសនៅក្នុងប្រទេសលីបង់បានបណ្ដុះបណ្ដាលកងជីវពលស៊ីអ៊ីតនៅក្នុងប្រទេសអ៊ីរ៉ាក់និងបានបង្កើតបណ្ដាញក្រុមមានអំណាចដែលនៅទីបំផុតនឹងពង្រីកឥទ្ធិពលអ៊ីរ៉ង់នៅទូទាំងមជ្ឈិមបូព៌ាអ្វីដែលបានចាប់ផ្ដើមជាបដិវត្តន៍ក្នុងស្រុកបានក្លាយជាគម្រោងអំណាចស៊ីអ៊ីតក្នុងតំបន់ដោយផ្លាស់ប្ដូររូបរាងភូមិសាស្ត្រនយោបាយនៃមជ្ឈិមបូព៌ានៅថ្ងៃទី3មិថុនា1989យប់វេលាម៉ោង 10:20 នាទីលោករស់វ៉ាឡាខូមីនីដែលជាស្ថាបនិកនិងជាមេដឹកនាំកម្ពុជាដំបូងនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានទទួលមរណភាពនៅចាម៉ារ៉ាន់ទីក្រុងតេហឺរ៉ង់ក្នុងជន្មាយុ89ឆ្នាំដោយគាំងបេះដូងរដ្ឋាភិបាលអ៊ីរ៉ង់បានបញ្ជាឲ្យសាលារៀនទាំងអស់បិទនៅថ្ងៃអាទិត្យនោះហើយត្រូវបានបិទរយៈពេល5ថ្ងៃនិងបានប្រកាសកាន់ទុក្ខរយៈពេល40ថ្ងៃប៉ាគីស្ថានបានប្រកាសកាន់ទុក្ខជារយៈពេល10ថ្ងៃសេរី7ថ្ងៃអាហ្វហ្គានីស្ថានលីបង់និងឥណ្ឌាប្រកាសកាន់ទុក្ខ3ថ្ងៃពិធីបុណ្យរត់សពខូមីនីត្រូវបានប្រារព្ធនិងបញ្ចុះនៅទីបញ្ចុះសពបេហេអេហ្សារ៉ាដែលមានន័យថាឋានសួគ៌នៃហ្សារ៉ានៅភាគខាងត្បូងនៃទីក្រុងតេហឺរ៉ង់គេបានប្រមាណថាមានមនុស្សប្រហែល10លាននាក់បានចូលរួមក្នុងពិធីសពរបស់គាត់ដែលស្មើនឹង1/6នៃចំនួនប្រជាជនអ៊ីរ៉ង់ដែលជាចំនួនដ៏ច្រើនបំផុតនៃប្រជាជនដែលធ្លាប់ចូលរួមក្នុងក្បួនដង្ហែសពហើយក៏ជាការជួបជុំដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិផងដែរនៅថ្ងៃពិធីបុណ្យសពលើកដំបូងទី5មិថុនាមឈូសសពរបស់លោកខូមីនីត្រូវបានផ្ទេរទៅមូសាឡាភាគខាងជើងទីក្រុងតេហឺរ៉ង់សាកសពត្រូវបានដាក់តាំងបង្ហាញនៅលើវេទិកាខ្ពស់មួយដែលធ្វើពីកុងតឺន័រក្នុងប្រអប់កញ្ចក់ដែលមានម៉ាស៊ីនត្រជាក់រុំដោយក្រណាត់ពណ៌សសពត្រូវដំកល់នៅទីនោះរហូតដល់ថ្ងៃបន្ទាប់ដោយអនុញ្ញាតឲ្យអ្នកកាន់ទុក្ខរាប់រយពាន់នាក់មើលឃើញសាកសពនៅថ្ងៃទី6មិថុនាសាកសពត្រូវបាននាំចុះមកក្រោមហើយមឈូសបានបើកសម្រាប់ការអធិដ្ឋានបុណ្យសពដែលមានរយៈពេល20នាទីក្រោយមកដោយសារវងមនុស្សកាន់ទុក្ខបានកើនឡើងដល់ចំនួនរាប់លាននាក់ក្នុងមួយយប់គេមិនអាចបញ្ជូនសាកសពទៅកាន់ទីបញ្ចុះសពក្នុងក្បួនដង្ហែបានឡើយទីបំផុតសាកសពត្រូវបានផ្ទេរតាមឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសហើយត្រូវបាននាំយកទៅកាន់ទីបញ្ចុះសពការរត់ជាន់គ្នាដោយសារវងមនុស្សយ៉ាងច្រើននេះបានសម្លាប់មនុស្ស8នាក់នៅក្នុងក្បួនដង្ហែសព
ទោះបីមានកងកម្លាំងឆ្មាំបដិវត្តន៍ដែលបានពង្រាយយ៉ាងម៉ត់ចត់ដើម្បីរក្សាសន្តិភាពក៏ដោយវងមនុស្សជាច្រើនបានទាញមឈូសចេញពីឧទ្ធម្ភាគចក្រហើយចាប់ផ្ដើមនឹងហែសពជុំវិញបរិវេណបណ្ដោះអាសន្នដែលព័ទ្ធជុំវិញទីបញ្ចុះសពនៅពេលដែលការរំភើបកាន់តែខ្លាំងឡើងសាកសពរបស់ខូម៉ានីដែលរុំដោយក្រណាត់ពណ៌សបានធ្លាក់ចេញពីមឈូសហើយនៅក្នុងឆាកឈុតដែលមិនអាចគ្រប់គ្រងបានវងមនុស្សបានលូកដៃទៅប៉ះក្រណាត់ទាញយកសាកសពទាហានបានរុញច្រាននឹងការពារទីបំផុតបានបាញ់ព្រមានដើម្បីយកសាកសពមកវិញហើយរុញសាកសពដាក់ត្រឡប់ទៅក្នុងឧទ្ធម្ភាគចក្រវិញក៏ប៉ុន្តែវងមនុស្សបានប្រមូលផ្ដុំគ្នានៅពីលើដោយអូសសពចុះមកវិញនៅពេលដែលឧទ្ធម្ភាគចក្រព្យាយាមហោះឡើងអ្នកផ្សេងទៀតបានលោតចូលទៅក្នុងរណ្ដៅដែលជីកសម្រាប់សាកសពរបស់ខូម៉ានីកងទ័ពបានរុញវងមនុស្សចេញដើម្បីឲ្យឧទ្ធម្ភាគចក្រហោះឡើងបានដោយមិនអាចបញ្ចុះបានក្នុងពិធីបុណ្យសពលើកទី2សាកសពត្រូវបាននាំត្រឡប់ទៅកាន់ភាគខាងជើងទីក្រុងតេអេរ៉ង់វិញដើម្បីកាត់បន្ថយចំនួនមនុស្សរដ្ឋាភិបាលបានប្រកាសតាមទូរទស្សន៍និងវិទ្យុថាពិធីបុណ្យសពត្រូវបានពន្យាពេល5ម៉ោងក្រោយមកសាកសពត្រូវបានបញ្ជូនត្រឡប់ទៅទីបញ្ចុះសពវិញហើយលើកនេះឆ្មាំការពារបានត្រៀមរៀបចំក្បួនបានយ៉ាងល្អសាកសពបានយកចេញពីឧទ្ធម្ភាគចក្រដែលបិទជិតក្នុងប្រអប់ដែកជាថ្មីម្ដងទៀតវងមនុស្សបានទម្លាស់របាំងការពារប៉ុន្តែត្រូវបានឆ្មាំរុញឲ្យទៅកាន់ទីបញ្ចុះសពវិញក្រោយមកគម្របដែកនៃមឈូសត្រូវបានបើកចេញសាកសពត្រូវបានរមៀលចូលទៅក្នុងភ្នូត្រូវបានគ្របដណ្ដប់យ៉ាងលឿនជាមួយនឹងបន្ទះបេតុងនិងកុងតឺន័រនៅឆ្នាំ1992ការសាងសង់ភ្នូរបស់រូហូឡាខូមីនីនៅលើកន្លែងបញ្ចុះសពត្រូវបានបញ្ចប់សាកសពរបស់លោកត្រូវបានគេដាក់នៅក្នុងពន្លាមួយដែលមានជញ្ជាំងកញ្ចក់និងមានម៉ាស៊ីនត្រជាក់នៅមុះសាលាទីលានអធិដ្ឋានបើកចំហក្នុងទីក្រុងតេអេរ៉ង់ឈុតឆាកមួយដែលសង្ខេបយ៉ាងល្អឥតខ្ចោះនៅភាពផ្ទុយគ្នានៃបដិវត្តន៍អ៊ីរ៉ង់បុរសម្នាក់ដែលបានរំដោះអ៊ីរ៉ង់ពីមេដឹកនាំផ្ដាច់ការម្នាក់ដើម្បីក្លាយជាមេដឹកនាំផ្ដាច់ការមួយទៀតត្រូវបានគោរពបូជាដោយមនុស្សរាប់លាននាក់និងស្អប់ដោយមនុស្សរាប់លាននាក់មរតកនៃបដិវត្តន៍40ឆ្នាំក្រោយមកបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ1979បានផ្លាស់ប្ដូរពិភពលោកតាមរបៀបដែលយើងនៅតែមានអារម្មណ៍ពីផលប៉ះពាល់របស់វាបានផ្លាស់ប្ដូរអ៊ីរ៉ង់ពីសម្ព័ន្ធមិត្តសំខាន់របស់បច្ចិមលោកទៅជាសត្រូវនឹងគ្នាវាបានកំណត់ឡើងវិញនៅសាសនាអ៊ីស្លាមនយោបាយវាបានបំផុសគំនិតចលនាអ៊ីស្លាមនិយមនៅទូទាំងពិភពមូស្លីមនិងបានបង្កើតគំរូថ្មីនៃអំណាចទេវនិយមដែលប្រកួតប្រជែងទាំងលទ្ធិប្រជាធិបតេយ្យសេរីលោកខាងលិចនិងរបបផ្ដាច់ការអារ៉ាប់ដែលមិនផ្អែកលើសាសនាសម្រាប់ជនជាតិអ៊ីរ៉ង់មរតកគឺមានភាពមិនច្បាស់លាស់យ៉ាងខ្លាំងម្យ៉ាងវិញទៀតបដិវត្តន៍បានរំដោះប្រទេសចេញពីរបបផ្ដាច់ការរបស់ស្ដេចសាវ៉ានិងភាពអាម៉ាស់នៃការធ្វើជារដ្ឋអាយ៉ងរបស់មហាអំណាចបរទេសវាបានបង្កើតអធិបតេយ្យភាពជាតិពិតប្រាកដក្នុងតម្លៃដ៏ច្រើនម្យ៉ាងវិញទៀតវាបានជំនួសរបបផ្ដាច់ការមួយជាមួយនឹងរបបផ្ដាច់ការមួយទៀតដោយជំនួសការគៀបសង្កត់លោកខាងលិចមកជាការគៀបសង្កត់បែបសាសនាហើយបានធ្វើឲ្យអ៊ីរ៉ង់ធ្លាក់ចូលទៅក្នុងភាពឯកាអន្តរជាតិទណ្ឌកម្មសេដ្ឋកិច្ចនិងចំនួនរាប់ទសវត្សរ៍សប្តាហ៍ថ្ងៃនេះអ៊ីរ៉ង់គឺជាទឹកដីនៃភាពផ្ទុយគ្នាគួរឲ្យចាប់អារម្មណ៍ដែលមានការបោះឆ្នោតជាប្រចាំប៉ុន្តែបេក្ខជនទាំងអស់ត្រូវបានអនុម័តដោយការបោះឆ្នោតច្បាស់លាស់ថាគ្មានអ៊ីរ៉ង់មានប្រជាជនវ័យក្មេងការអប់រំនិងទំនាក់ទំនងទូទាំងពិភពលោកប៉ុន្តែរស់នៅក្នុងប្រព័ន្ធត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនិងក្រមសីលធម៌ដែលដាក់ដោយកងកម្លាំងយោធាវាមានសេដ្ឋកិច្ចធំជាងគេមួយនៅមជ្ឈិមបូព៌ាប៉ុន្តែវាត្រូវបានច្របាច់កដោយទណ្ឌកម្មដែលធ្វើឲ្យមនុស្សរាប់លានអ្នកក្លាយជាអ្នកក្រីក្រអ៊ីរ៉ង់មានកម្មវិធីនុយក្លេអ៊ែរជឿនលឿនប៉ុន្តែมันអាចលក់ប្រេងរបស់ខ្លួនដោយសេរីនៅលើទីផ្សារពិភពលោកបានទេស្ត្រីអ៊ីរ៉ង់ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការដួលរលំនៃរបបនេះនៅតែបន្តតស៊ូដើម្បីសិទ្ធិជាមូលដ្ឋានដែលត្រូវបានបដិសេធចំពោះពួកគេច្បាប់ស្បៃមុខដែលដាក់បន្ទាប់ពីបដិវត្តន៍នៅតែមានការតវ៉ាយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីនេះស្ត្រីបានប្រឆាំងនឹងច្បាប់ស្បៃមុខជាសាធារណៈដោយដកវាចេញដើម្បីតវ៉ាដោយប្រឈមនឹងហានិភ័យនៃការចាប់ខ្លួននិងជាប់ពន្ធនាគារចលនាថ្ងៃពុធពណ៌ស The White Wednesday Movement និងការតវ៉ាក្រុមស្ត្រីនៃបដិវត្តន៍តាមដងផ្លូវបង្ហាញថាការតស៊ូនៅតែបន្តខាងនយោបាយអ៊ីរ៉ង់បដូរវេនគ្នាកាន់តំណែងនៅពេលដែលមានការជ្រើសរើសដោយបោកចំហដែលហៅថាប្រធានាធិបតីកែតម្រង់និងដំណាក់កាលនៃការគៀបសង្កត់យ៉ាងឃោរឃៅដែលហៅថាប្រធានាធិបតីអភិរក្សនិយមទោះបីជាស្លាកទាំងនេះបំភាន់ក៏ដោយមេដឹកនាំកម្ពុជានៅតែរក្សាអំណាចពិតប្រាកដ
ឆ្នាំ1997ដល់2005លោកកាតាមីបានប៉ុនប៉ងកែតម្រង់ដែលត្រូវបានរារាំងដោយអ្នកអភិរក្សនិយមឆ្នាំ2005ទៅ2013លោកអាម៉ាត់នីចាតបានដឹកនាំអ៊ីរ៉ង់ឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាជាអន្តរជាតិនិងការគាបសង្កត់ក្នុងស្រុកឆ្នាំ2013ដល់2021លោកហាសាន់រូហានីបានចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលក្រោយមកត្រូវបានបោះបង់ចោលដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំឆ្នាំ2021ដល់2024លោកអ៊ីប្រាហ៊ីមរ៉ៃបានសម្គាល់ការវិលត្រឡប់ទៅរកនិន្នាការអភិរក្សនិយមដ៏តឹងរ៉ឹងទាក់ទងនឹងសេដ្ឋកិច្ចទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានបំផ្លាញសេដ្ឋកិច្ចអ៊ីរ៉ង់ការដួលរលំនៃរូបិយប័ណ្ណអតិផរណាដ៏ខ្លាំងក្លានិងភាពអត់ការងារធ្វើរបស់យុវជនយ៉ាងច្រើនកងឆ្មាំបដិវត្តន៍គ្រប់គ្រងវិស័យធំនៃសេដ្ឋកិច្ចដែលជំរុញឲ្យមានប្រព័ន្ធអំពើពុករលួយនិងការឧបត្ថម្ភដល់អ្នកស្នេហាជាតិនិយមនិស្សិតបញ្ចប់ការសិក្សាវ័យក្មេងអ៊ីរ៉ង់ជាច្រើនធ្វើចំណាក់ស្រុកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដែលបណ្ដាលឲ្យមានការបាត់បង់បញ្ញវន្តនៅក្នុងប្រទេសនៅក្នុងតំបន់អ៊ីរ៉ង់បានបង្កើតខ្លួនឯងជាមហាអំណាចគួរឲ្យខ្លាចទោះបីជាមានទណ្ឌកម្មក៏ដោយតាមរយៈក្រុមប្រដាប់អាវុធមានអំណាចដូចជាក្រុមអេសប៊ូឡានៅលីបង់កងជឿពលស៊ីអ៊ីតនៅអ៊ីរ៉ាក់ពួកហូទីនៅយេម៉ែននិងការគ្រប់គ្រងរបស់ខ្លួនចំពោះរបបអាសាតនៅស៊ីរីអ៊ីរ៉ង់បានបង្ហាញពីឥទ្ធិពលរបស់ខ្លួននៅទូទាំងមជ្ឈិមបូព៌ាបណ្ដាញនេះអ៊ីរ៉ង់ហៅថាក្រុមតស៊ូឬអ្នកខ្លះហៅថាក្រុមស៊ីអ៊ីតបានផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយក្នុងតំបន់និងជំរុញឲ្យមានសង្គ្រាមត្រជាក់មួយប្រភេទរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលបានចាប់ផ្ដើមក្រោមរូបភាពនៃបដិវត្តន៍ប៉ុន្តែភាគច្រើនត្រូវបានអភិវឌ្ឍនៅពេលក្រោយបានក្លាយជាចំណុចសំខាន់នៃការឆ្លុះប្រកែកគ្នារវាងលោកខាងលិចអ៊ីរ៉ង់អះអាងថាវាមានលក្ខណៈសន្តិភាពដែលមានបំណងសម្រាប់ផលិតផលថាមពលនិងការប្រើប្រាស់ផ្នែកវិទ្យាសាស្ត្រលោកខាងលិចសង្ស័យថាអ៊ីរ៉ង់កំពុងស្វែងរកសមត្ថភាពអាវុធនុយក្លេអ៊ែរកិច្ចព្រមព្រៀង JCPOA ឆ្នាំ2015មានគោលបំណងដោះស្រាយភាពតានតឹងនេះប៉ុន្តែការដកខ្លួនរបស់សហរដ្ឋអាមេរិកនៅឆ្នាំ2018និងការដាក់ទណ្ឌកម្មឡើងវិញបានធ្វើឲ្យកិច្ចព្រមព្រៀងនេះទៅជាមុខៈនៅលើឆាកអន្តរជាតិអ៊ីរ៉ង់នៅតែឯកាយ៉ាងខ្លាំងខ្លួនមិនមានអំណាចទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ1979ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងរដ្ឋឈូងសមុទ្រអារ៉ាប់ក៏មានអរិភាពអ៊ីស្រាអែលចាត់ទុកកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថាជាការគំរាមកំហែងដល់អធិភាពសម្ព័ន្ធមិត្តជិតស្និទ្ធនិងស៊ីចង្វាក់គ្នាតែមួយគត់របស់ខ្លួនគឺរុស្ស៊ីចិននិងសេរីភាពឯកានេះជំរុញឲ្យមានការនិទានរឿងនៃរបបនេះអ៊ីរ៉ង់ត្រូវបានគេសន្មតថាត្រូវបានហុំព័ទ្ធដោយសត្រូវហើយត្រូវតែប្រុងប្រយ័ត្ននិងរួបរวมគ្នាក្រោមការដឹកនាំរបស់សាសនាអ៊ីស្លាមសម្រាប់ពិភពមូស្លីមទាំងអស់បដិវត្តន៍អ៊ីរ៉ង់គឺជាការតក់ស្លុតយ៉ាងខ្លាំងវាបានបង្ហាញថាចលនាអ៊ីស្លាមអាចផ្ដួលរលំរបបដ៏មានឥទ្ធិពលនិងលោកីដែលគ្រប់គ្រងដោយលោកខាងលិចវាបានជំរុញអ៊ីស្លាមនិកាយស៊ុននីទោះបីជាមនុស្សភាគច្រើនក្រោយមកបានបដិសេធគំរូស៊ីអ៊ីតអ៊ីរ៉ង់ដើម្បីអភិវឌ្ឍចក្ខុវិស័យផ្ទាល់ខ្លួនរបស់ពួកគេអំពីភាគរភាពមូស្លីមដំបូងជាមួយអាល់កេដាហើយបន្ទាប់មកជាមួយអ៊ៃស៊ីសក៏ដោយជោគវាសនានៃនយោបាយអ៊ីស្លាមក្នុងរយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងពីឆ្នាំ1979គឺជាផ្នែកមួយនៃផលវិបាកដោយផ្ទាល់នៃបដិវត្តន៍អ៊ីរ៉ង់សម្រាប់លោកខាងលិចនិងជាពិសេសសម្រាប់សហរដ្ឋអាមេរិកបដិវត្តន៍អ៊ីរ៉ង់គឺជារបួសផ្លូវចិត្តដែលបន្តជះឥទ្ធិពលដល់គោលនយោបាយការបរទេសការបាត់បង់អ៊ីរ៉ង់ជាសម្ព័ន្ធមិត្តភាពអាម៉ាស់នៃវិបត្តិចំណាត់ខ្លាំងនិងការភ័យខ្លាចចំពោះសាសនាអ៊ីស្លាមនយោបាយសុទ្ធតែមានទម្ងន់ធ្ងន់លើវិធីសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះមជ្ឈិមបូព៌ាការជាប់ជំពាក់របស់អាមេរិកក្នុងការរារាំងអ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរអរិភាពដែលកំពុងបន្តចំពោះរបបអ៊ីរ៉ង់និងទណ្ឌកម្មរាប់ទសវត្សរ៍នៅតែឆ្លុះបញ្ចាំងពីរលករន្ធត់នៃឆ្នាំ1979នៅក្នុងប្រទេសអ៊ីរ៉ង់ការយល់ឃើញអំពីបដិវត្តន៍ត្រូវបានបែងចែកយ៉ាងជ្រៅតាមខ្សែបន្ទាត់ជំនាន់អ្នកដែលរស់នៅឆ្លងកាត់វាមានការចងចាំនិងមតិដែលបង្កើតឡើងដោយបទពិសោធន៍របស់ពួកគេអ្នកខ្លះរក្សាបាននៅអនុស្សាវរីយ៍ចំពោះឧត្តមគតិដំបូងខណៈពេលដែលអ្នកផ្សេងទៀតមានអារម្មណ៍ជូរចត់អំពីរបៀបដែលអ្វីៗគ្រប់យ៉ាងប្រែប្រួលខុសពីការចង់បានយុវជនជំនាន់ក្រោយដែលកាត់ក្រោយបដិវត្តន៍ជារឿយៗមើលឃើញថាជាប្រវត្តិសាស្ត្របុរាណដែលផ្ដាច់ចេញពីជីវិតប្រចាំថ្ងៃរបស់ពួកគេ
យុវជនអ៊ីរ៉ង់ជាច្រើនមានការសង្ស័យយ៉ាងខ្លាំងអំពីរបបនេះខណៈពេលដែលនៅតែមានមោទនភាពចំពោះអត្តសញ្ញាណអ៊ីរ៉ង់របស់ខ្លួនការតវ៉ានៅឆ្នាំ2009ចលនាបៃតង Green Movement ឆ្នាំ2017-2018ឆ្នាំ2019ឆ្នាំ2020និងថ្មីនេះនៅឆ្នាំ2022បន្ទាប់ពីការស្លាប់របស់ Mahsa Amini ដោយស្នាដៃរបស់ប៉ូលីសបង្ហាញថាការមិនពេញចិត្តយ៉ាងខ្លាំងបានហូរកាត់សង្គមអ៊ីរ៉ង់ប៉ុន្តែវាក៏បង្ហាញពីសមត្ថភាពរបស់របបនេះក្នុងការបង្ក្រាបការប្រឆាំងដោយហិង្សាផងដែរមនុស្សរាប់រយនាក់បានស្លាប់រាប់ពាន់នាក់ត្រូវបានចាប់ខ្លួននិងមានការធ្វើទរណកម្មជាច្រើនទៀតជាសង្ខេបដំណើរនៃរបបមួយចេញពីបល្ល័ង្កកង្កោកមាសរបស់រាជានិយមទៅជាដងផ្លូវដែលប្រឡាក់ដោយឈាមនៃទីក្រុងតេរ៉ង់ពីធម្មទេសនាក្នុងការនិទេសខ្លួនរហូតដល់ការបង្រួបបង្រួមយ៉ាងឃោរឃៅនៃលទ្ធិទេវនិយមពីសមរភូមិនៃសង្គ្រាមអ៊ីរ៉ាក់អ៊ីរ៉ង់រហូតដល់ការតវ៉ាសហសម័យរបស់យុវជនម្នាក់ដែលមិនធ្លាប់ស្គាល់ស្ដេចបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ1979គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលមានការផ្លាស់ប្ដូរច្រើនបំផុតនៃសតវត្សទី20វាបានផ្ដួលរំលំសម្ព័ន្ធមិត្តសង្គ្រាមត្រជាក់ដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិកវាបានបង្កើតរដ្ឋទេវនិយមអ៊ីស្លាមទំនើបដំបូងគេវាបានជំរុញចលនាអ៊ីស្លាមនិយមនៅទូទាំងពិភពមូស្លីមវាបានផ្លាស់ប្ដូរតុល្យភាពអំណាចនៅមជ្ឈមបូព៌ានិងបានបង្កើតចំនួនរវាងអ៊ីរ៉ង់និងលោកខាងលិចដែលបន្តបង្កើតនយោបាយពិភពលោកជាង4ទសវត្សរ៍ក្រោយមកសម្រាប់ជនជាតិអ៊ីរ៉ង់បដិវត្តន៍គឺជាការរំដោះនិងការក្បត់វាបានដោះលែងពួកគេពីលទ្ធិទេវនិយមប៉ុន្តែបានចងពួកគេទៅនឹងទម្រង់ថ្មីនៃអំណាចប្រជាការវាបានផ្ដល់ឲ្យពួកគេនូវមោទនភាពជាតិប៉ុន្តែបានថ្កោលទោសពួកគេឲ្យមានភាពឯកាអន្តរជាតិទៅវិញវាបានសន្យាផ្ដល់យុត្តិធម៌ដល់ពួកគេប៉ុន្តែបានផ្ដល់ការគៀបសង្កត់ភាពផ្ទុយគ្នានៃបដិវត្តន៍អ៊ីរ៉ង់នៅតែបន្តកំណត់ប្រទេសអ៊ីរ៉ង់នៅថ្ងៃនេះសំណួរនៅក្នុងចិត្តមនុស្សជាច្រើនគឺសាមញ្ញតើវាមានតម្លៃទេតើការលះបង់ការស្លាប់ចំនួនរាប់ទសវត្សរ៍ទាំងអស់នេះគឺដើម្បីចំនួនមេដឹកនាំផ្ដាច់ការម្នាក់ជាមួយនឹងប្រព័ន្ធផ្ដាច់ការមួយផ្សេងទៀតឬมันមានចម្លើយងាយស្រួលនោះទេសម្រាប់ជនជាតិអ៊ីរ៉ង់មួយចំនួនអធិបតេយ្យភាពជាតិនិងឯករាជ្យភាពជាតិពីមហាអំណាចបរទេសបានរាប់ជាសមហេតុផលចំពោះអ្វីៗគ្រប់យ៉ាងចំពោះអ្នកផ្សេងទៀតបដិវត្តន៍គឺជាកំហុសដ៏សោកនាដកម្មមួយដែលបានខ្ជះខ្ជាយសក្តានុពលរបស់ប្រទេសអ្វីដែលប្រកាសនោះគឺរឿងរ៉ាវនៃបដិវត្តន៍អ៊ីរ៉ង់បំរើជារឿងព្រមានអំពីបដិវត្តន៍ទូទៅវាបានបង្ហាញពីរបៀបដែលចលនាពេញនិយមប្រកាសអាចត្រូវបានប្លន់ដោយជនជាតិភាគតិចដែលមានការរៀបចំនិងមនោគមវិជ្ជាវាបង្ហាញថាការផ្ដួលរលំមេដឹកនាំផ្ដាច់ការមិនធានាសេរីភាពទេជាចុងក្រោយវាបង្ហាញថាការជ្រៀតជ្រែកពីបរទេសអាចបង្កឲ្យមានប្រតិកម្មហិង្សាដែលគ្មាននរណាម្នាក់រំពឹងទុកប្រសិនបើអ្នករីករាយនឹងការវិភាគស៊ីជម្រៅនេះអំពីរបៀបដែលអ៊ីរ៉ង់បានផ្លាស់ប្ដូរជារៀងរហូតក្នុងឆ្នាំ1979សូម Subscribe និង Share ដើម្បីទទួលបានរឿងបន្ថែមទៀតដែលបានផ្លាស់ប្ដូរពិភពលោករបស់យើងសូម Like វីដេអូនេះប្រសិនបើអ្នកបានរៀនពីអ្វីមួយហើយចែករំលែកឲ្យមនុស្សកាន់តែច្រើនយល់ពីឫសគល់នៃចំនួនដែលនៅតែគ្របដណ្ដប់ពិភពលោកសប្តាហ៍ថ្ងៃបដិវត្តន៍អ៊ីរ៉ង់បានបញ្ចប់ជាង40ឆ្នាំមុនប៉ុន្តែផលវិបាករបស់វានៅតែបន្តរហូតមកដល់បច្ចុប្បន្នអនាគតរបស់ប្រទេសអ៊ីរ៉ង់និងមជ្ឈមបូព៌ាគឺអាស្រ័យមួយផ្នែកទៅលើរបៀបដែលប្រជាជនអ៊ីរ៉ង់ដោះស្រាយភាពផ្ទុយគ្នានិងចំនួនដែលបានចាប់ផ្ដើមនៅឆ្នាំ1979សូមអរគុណសម្រាប់ការតាមដានប្រវត្តិបដិវត្តន៍អ៊ីរ៉ង់សូមចប់ត្រឹមនេះសូមអរគុណ